តើការពីនេះកន្សែងដែលមានបត់ជាម៉ូតផ្កាឬក៏បោបែបនេះត្រឹមត្រូវទៅតាមក្បួនខ្នាតខ្មែរដែរឬទេជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាយើងឃើញថានៅក្នុងសម័យបច្ចុប្បន្ននេះបងប្អូននារីរបស់យើងមួយចំនួនពិសេសបងប្អូនស្ត្រីវ័យក្មេងចាគឺគាត់នៅពេលដែលស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរមានសំពត់ហូលអាវប៉ាក់ឬក៏អាវសគឺច្រើនតែពីនេះកន្សែងដែលមានបត់ជាម៉ូតផ្កាឬក៏ជាម៉ូតបោដែលជាការពេញនិយមនៅក្នុងសម័យថ្មីហើយមើលទៅវាប្លែកនិងស្រស់ស្អាតម្យ៉ាងដែរក៏ប៉ុន្តែយើងសួរថាតើយើងបត់ជាម៉ូតផ្កាឬក៏បោបែបហ្នឹងវាត្រឹមត្រូវទៅតាមក្បួនខ្នាតខ្មែរដែរឬទេអញ្ចឹងបើយើងគិតអំពីក្បួនខ្នាតគឺវាមិនត្រូវទេបងប្អូនតែបើយើងនិយាយពីភាពស្រស់ស្អាតក៏វាប្លែកម្យ៉ាងតែបើក្បួនខ្នាតយើងគឺអត់ត្រឹមត្រូវទេពីព្រោះថារបៀបនៃការពីនេះកន្សែងដែលត្រឹមត្រូវទៅតាមក្បួនខ្នាតខ្មែរយើងគឺការពីនេះគឺលាបចាលាបមិនមានបាត់ម៉ូតផ្កាឬក៏បោនោះទេចាអញ្ចឹងនេះខ្ញុំសូមបង្ហាញជូនបងប្អូនម្ដងទៀតចាដោយសារតែវីដេអូហ្នឹងក៏នេះខ្ញុំបានបញ្ជាក់អំពីការបត់ម៉ូតផ្កាអញ្ចឹងបងប្អូនចាចំពោះការពីនេះកន្សែងដែលត្រឹមត្រូវទៅតាមបែបបត់ចាខ្មែររបស់យើងគឺចុងកន្សែងខាងមុខដែលយើងទម្លាក់មកគឺនៅខាងក្រោមមានរៀងដាក់មុនហើយទម្លាក់មកខាងមុខចាក្របលើទ្រូងក្រោមដើមទ្រូងបន្តិចមិនវែងពេកហើយក៏អត់ខ្លីខោចមកលើបែបនេះពេកដែរចាបងប្អូនហើយបន្ទាប់មកនៅពេលដែលយើងដាក់សំល្មមចាក្របចានៅក្រោមដើមទ្រូងបន្តិចហើយយើងទាញចុងកន្សែងចាកន្ទុយកន្សែងមកជំហានទៀតប៉ុន្តែគឺលាបតែបងប្អូនអត់មានបត់ទេនេះដោយសារតែមានអ្នកដេចប់នេះខ្ញុំអត់បានរូបអញ្ចឹងខ្ញុំសូមបង្ហាញទៅតែអញ្ចឹងសិនបន្តចាស្ដែងគឺវាលាបចាមិនមានបត់ទេចាគឺយើងទាញចុងកន្សែងមកក្របចាម្នាក់បត់ពាត់ទៅខាងក្រោយពីលើកន្សែងដែលយើងទម្លាក់មកខាងមុខចាហើយចុងកន្សែងខាងមុខនិងចុងកន្សែងទៅកន្សែងខាងក្រោយនេះគឺត្រូវតែស្មើគ្នានេះគឺជារបៀបនិងបែបបត់នៃការពីនេះកន្សែងទៅតាមបែបបត់ខ្មែរយើងមួយវិញទៀតថ្មីនេះដែរនេះខ្ញុំឃើញបងប្អូនយើងមួយចំនួនគឺគាត់ច្រឡំមានន័យថាគាត់ដាក់ចុងកន្សែងអាខាងដែលយើងត្រូវបត់ទៅខាងក្រោយគាត់ដាក់មុនចាបែបនេះចាបែបនេះហើយចុងកន្សែងមួយចំនួនទៀតហ្នឹងគឺទៅមកខាងមុខចាបងប្អូនសាកមើលយើងមើលទៅវាប្រហាក់ប្រហែលគ្នាបើយើងអត់ចាប់អារម្មណ៍ក៏យើងអត់ដឹងថាខុសដែរបងប្អូនចាប៉ុន្តែនេះគឺជាការពីនេះដែលខុសអត់ត្រឹមត្រូវទៅតាមក្បួនខ្នាតខ្មែរទេពីព្រោះថាចុងកន្សែងខាងមុខដែលយើងទម្លាក់មកនេះគឺយើងអត់ដាក់ពីលើកន្សែងដែលយើងកងទៅខាងក្រោយទេមានន័យថាកន្សែងដែលទម្លាក់មកខាងមុខគឺត្រូវនៅខាងក្រោយចាគឺនៅត្រូវខាងក្រោយចេះហើយបើយើងពាត់កន្សែងមួយចំហៀងទៀតទៅក្រោយនោះគឺពាត់ពីលើចាដាក់កងពីលើចាហើយបើយើងមានបញ្ចូលខ្ទាស់ឬក៏មានកន្លះអាវយើងចាអាចយកមកខ្ទាស់ចាក់ខ្ទប់កន្លែងនេះមួយនៅខាងក្រៅមួយទៀតដើម្បីឲ្យវាជាប់ល្អងាយស្រួលនៅពេលដែលយើងដើរអង្គុយឬក៏យើងធ្វើការងារឆ្វេងងាយស្ដាប់ទៅគឺទម្រង់កន្សែងរបស់យើងគឺនៅតែមានភាពស្រស់ស្អាតនិងត្រឹមត្រូវវាមិនខូចទ្រង់ទ្រាយចាអរគុណបងប្អូនសង្ឃឹមថាវីដេអូមួយនេះនឹងបានជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាជម្រាបលា